ពួកនេះហៅថាសត្វចតុបាទនេះអាសត្វជាង4នេះចាសត្វហ្នឹងហៅថាសត្វគោព្រៃសត្វជាង4ឃើញអត់ហើយមកដល់រូបនេះសត្វអីនេះបាក់សៃហៅថាបាក់សៃគឺសត្វអីនេះសត្វជាង2មើលឈ្មោះមើលហៅថាសត្វត្រយ៉ងចេះទេសត្វកុកចាសត្វត្រយ៉ងសត្វកុកអញ្ចឹងហ៎ហៅថាសត្វត្រយ៉ងចេះអានេះរុក្ខជាតិអីខ្លះនេះដើមអីនេះណោតស្រែរុក្ខជាតិស្រែអានេះផលជាតិផ្លែស្អីនេះនេះផ្លែអីចេកចេកហៅថាចេកពងមាន់នេះពងមាន់តែចេកពងមាន់អានេះបុព្វជាតិគឺផ្កាវាផ្កាអីនេះផ្ការំដួលអានោះផ្ការំដួលណាមិនដែលឃើញគាត់នេះដែលឃើញណាផ្ការំដួលអត់ឃើញនៅណានេះអើមិនដែលស្គាល់ដែរតែអើឃើញនៅរូបអានេះហៅថាផ្ការំដួលអានេះមកឧរាំងកសត្វហៅថាសត្វត្រយ៉ងដែរគឺសត្វអណ្ដើកគឺមច្ឆាសត្វអណ្ដើកហ្នឹងហើយអានេះមច្ឆាជាតិត្រីមច្ឆាជាតិដែលរស់នៅក្នុងព្រៃច្រឡំរស់នៅក្នុងទឹកហៅថាត្រីគូរាំងហ្នឹងត្រីគូរាំងរស់នៅទឹកអាហ្នឹងរស់នៅក្នុងទឹកសត្វហ្នឹងម៉ែគេដោនបាទប៉ុណ្ណឹងចាស់បើនិយាយទៅមានខុសត្រីគូរាំងមច្ឆាជាតិបើនិយាយទៅស្អីមានខុសត្រង់ណានឹងមេត្តាអភ័យទោសផងចុះបាទសូមអរគុណច្រើននៅការមើលវីដេអូនេះជាសត្វត្រយ៉ងនេះសត្វចតុបាទគឺគោព្រៃបងប្អូន